សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយសន្តិជីនៅវីដេអូថ្មីអញ្ចឹងថ្ងៃនេះគឺខ្ញុំមកសម្រាយបន្តជាមួយនឹងរឿងអារម្មណ៍ស្នេហ៍រីកដុះដាលអញ្ចឹងមុននឹងចូលទៅកាន់វីដេអូរបស់យើងអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Like និង Comment ឲ្យខ្ញុំម្នាក់មួយផងអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ការសម្រាយរបស់យើងទាំងអស់គ្នារឿងនៃភាគទី4គឺបាននិយាយអំពីណាណាមីហើយនិងយ៉ាសាកាកំពុងតែដើរចូលថ្នាក់រៀនហើយនៅពេលដែលដើរតាមផ្លូវហ្នឹងដែរយ៉ាសាកានិងណាណាមីបានសន្ទនាគ្នាអំពីការធ្វើការស្វាគមន៍ជាមួយនឹងសិស្សច្បងសិស្សប្អូនម្សិលមិញដូចជាកម្មវិធីគោរពសន្ស័យហើយរឿងក៏កាត់បញ្ចាំងមកមិត្តភ័ក្តិរបស់យូវិញថ្ងៃណាគ្នាខ្ញុំភ្លេចណែនាំមិត្តភក្តិរបស់យូហ្នឹងគឺមាន2នាក់ដោយម្នាក់សក់ខ្លីហ្នឹងគឺមានឈ្មោះថាកាណូកូយូមីហើយម្នាក់សក់វែងហ្នឹងមានឈ្មោះថាហីយូកាអាការីហើយអាការីហ្នឹងមានក្រាស់មួយអ្នកគ្នាគឺតែនិយាយប្រាប់2នាក់ហ្នឹងរហូតហើយក្រាស់គេហ្នឹងដូចជាអ្នកលេងបាល់ដែរអ្នកគ្នាតែដូចជាអាកីឡាបាល់ចាប់អីហើយឥឡូវហ្នឹងគឺអាការីត្រូវចេញទៅមុនហើយដើម្បីជួបក្រាស់គេហើយបើយើងកន្លែងមកមើលយូរបស់យើងវិញក៏មានគេមកយកដែរអ្នកគ្នាហើយអ្នកដែលមកយកហ្នឹងគឺជាណាណាមីរបស់យើងនឹងឯងប៉ុន្តែគឺយើងកុំនិយាយពីកូយូមីអីម្នាក់កូយូមីហ្នឹងគឺចេះតែសរសេរអត្ថបទទេអ្នកគ្នាគឺក្មេងស្រីម្នាក់ហ្នឹងគឺមើលខ្លាំងមែនតើអត់សូវចេះនិយាយអីទេក៏ប៉ុន្តែគេហ្នឹងគឺបកកែសរសេរខាងអត្ថបទខ្លាំងមែនតើឥឡូវយើងកុំនិយាយពីអាចារ្យកូយូមីនឹងច្រើនពេកយើងមកកាត់មើលតួយ៉ាងទាំងពីរហ្នឹងវិញហើយឥឡូវណាណាមីហើយនឹងយូកំពុងតែដើរទៅបន្ទប់ប្រធានខសទៀតហើយក៏ប៉ុន្តែលើកហ្នឹងគឺណាណាមីចង់ប្រាប់រឿងសំខាន់ទៅកាន់យូតែយើងអត់ដឹងទេថារឿងសំខាន់ហ្នឹងគឺជារឿងអីគេដឹងតែរឿងហ្នឹងគឺពាក់ព័ន្ធនឹង student council ដែរពេលដែលណាទាំងពីរដើរតាមផ្លូវហ្នឹងគឺថាណាណាមីអៀនយូខ្លាំងមែនតើខ្ញុំអត់ដឹងថាហេតុអីបានណាណាមីត្រូវអៀនយូទៅរឿងនេះគឺបឋមបែបរឹងមាំបើសិនជា top វិញបែបអៀនណាអ្នកគ្នាសិនណាគ្នាមានគូស្នេហ៍នៅក្រៅបែបអញ្ចឹងឯងលយឯណានៅពេលដែលណាណាមីហើយនឹងយូបានមកដល់កន្លែង student council ហ្នឹងគឺណាណាមីចង់ប្រាប់ថាគឺមាន先輩ថ្មីចូលមកក្នុង student council របស់យើងដែរហើយម្នាក់ចូលថ្មីនឹងដែរគឺមានឈ្មោះថាសៃជីក៏ប៉ុន្តែឈ្មោះពេញគឺម៉ាគីសៃជីប៉ុន្តែមិនមែនជាតួសំខាន់អីក្នុងរឿងឯណាគ្នាខ្ញុំសុំហៅសៃជីទៅហើយថ្ងៃនេះក៏មានការប្រជុំជាមួយនឹង student council ហើយថ្ងៃនេះក៏មានការប្រជុំមួយដែរពីការពិភាក្សាអំពីការបែងចែកកាលវិភាគជាមួយនឹង student council នៅក្នុង student council នឹងដែរគឺណាណាមីហើយនិងយ៉ាសាកាគឺជាប្រធាន student council ហើយ student council ហ្នឹងគឺមានតែ5នាក់ទេហើយនៅក្នុងនឹងដែរមានស៊ូគូរូសៃជីណាណាមីយ៉ាសាកាហើយនិងយូនៅពេលដែលរៀបចំកាលវិភាគហើយអ្នកទាំង5នាក់ហ្នឹងក៏បានមករៀបចំឯកសារជាមួយគ្នាវិញម្ដងហើយពេលហ្នឹងគឺយូកាំងខ្លាំងមែនតើដោយសារឯកសារគឺច្រើនខ្លាំងយកទៅមែនតើហ្មងណានាពេលល្ងាចក៏បានចូលមកដល់អ្នកទាំងអស់គ្នាហ្នឹងក៏បានរៀបចំឯកសារហើយអស់ដែរហើយអ្នកទាំង3ហ្នឹងក៏បានចេញទៅមុនដោយទុកឲ្យយូនិងណាណាមីហ្នឹងនៅតែ2នាក់ទេហើយនៅពេលដែលអ្នកទាំងពីរនៅតែ2នាក់ហ្នឹងអ្នកទាំងពីរបាននិយាយអំពី relationship ទៀតហើយនិយាយទៅគឺអ្នកដែលនិយាយផ្ដើមពី relationship ហ្នឹងគឺមានតែណាណាមីនឹងឯងហើយនៅពេលហ្នឹងដែរណាណាមីក៏ចាប់ផ្ដើមសារភាពស្នេហ៍ម្ដងទៀតហើយលោកនេះហាគឺអត់ដូចរដងទេអ្នកគ្នាសារភាពស្នេហ៍ហើយគឺចាប់គេថើបយកតែម្ដងរឿងក៏បានបញ្ចាំងឲ្យយើងឃើញអំពីសៃជីកំពុងតែរត់ហើយយើងអត់ដឹងថាសៃជីនឹងរត់ដោយសារអីទេស្របពេលដែលយូនឹងកំពុងតែឃើញកាបូបបិទរបស់សៃជីនៅក្នុងបន្ទប់ student council នឹងឯងអញ្ចឹងមានន័យថាសៃជីនឹងគឺបានដឹងរឿងដែលពីរនាក់គេធ្វើអីមួយគ្នាមិញនៅក្នុងថ្នាក់ហ្នឹងហើយអញ្ចឹងយើងចាំមើលថាសៃជីហើយនឹងយូនឹងនិយាយគ្នាអំពីរឿងនឹងមិនខ្លះចាំយើងទស្សនាទាំងអស់គ្នាហើយនៅថ្ងៃថ្មីនឹងដែរយូក៏បានយកកាបូបបិចមកសងសៃជីវិញហើយសៃជីក៏បានសួរទៅកាន់យូថាល្ងាចមិញគេបានធ្វើអីខ្លះនៅក្នុងបន្ទប់ student council នឹងឯងយូក៏បានប្រាប់ទៅថាគេនៅចាំណាណាមីអញ្ចឹងណាប៉ុន្តែពេលនោះសៃជីក៏បាននិយាយថាខ្ញុំបានឃើញអ្វីគ្រប់យ៉ាងអស់ហើយនៅក្នុងបន្ទប់ student council នឹងឯងហើយសៃជីក៏បានសួរទៅកាន់យូថាគិតមើលចំពោះរឿងហ្នឹងដោយសារតែយូអៀនពេកហ្នឹងទៅធ្វើឲ្យយូរត់ចេញមកតែម្ដងមានអារម្មណ៍ថាខ្មាស់គេដែរហ្នឹងហ្នឹងហើយអ្នកគ្នាខ្ញុំភ្លេចប្រាប់ពីអត្តសញ្ញាណរបស់សៃជីហ្នឹងដូចជាអ្នកក្រាស់យូតាំងពីអេពីសូតមុនហ្នឹងឯងអញ្ចឹងទៅធ្វើឲ្យសៃជីហ្នឹងក៏រឿងនឹងរៀងស្មុគស្មាញបន្តិចដោយសារតែសៃជីហ្នឹងមានចិត្តទៅលើយូដែរពេលដែលយូមកដល់បន្ទប់ student council វិញហ្នឹងយូក៏បានគិតរឿងនឹងច្រើនមែនតើអំពីសំណួរដែលសៃជីបានសួរថាគិតមកចំពោះរឿងហ្នឹងថ្ងៃណាគ្នាឡើយហ្នឹងគឺខ្ញុំសូមបញ្ជាក់តិចខ្ញុំខ្លាចអ្នកគ្នាវល់ដោយសារតែសៃជីព្រឹកមិញគឺបានសួរទៅកាន់យូថាគិតមកចំពោះរឿងហ្នឹងហើយសំណួរដែលសៃជីបានសួរហ្នឹងតាក់ទងទៅកាន់រឿងដែលល្ងាចមិញណាណាមីបានសារភាពស្នេហ៍ទៅកាន់យូហើយយូបានបដិសេធស្នេហ៍សៃជីហើយរឿងហ្នឹងធ្វើឲ្យយូហ្នឹងគឺស្មុគស្មាញខ្លាំងមែនតើដោយសារតែអ្នកដែលធ្លាប់ក្រាស់ខ្លួនហ្នឹងគឺមកសួរខ្លួនរឿងដែលអ្នកម្នាក់ទៀតហ្នឹងមកក្រាស់អ្នកគ្នាតន់ឡៃហ្នឹងយូហ្នឹងក៏បានគិតទៅដល់ណាណាមីមុនគេដោយសារតែណាណាមីហ្នឹងគឺតែងតែនិយាយលើកទឹកចិត្តខ្លួនហើយក៏បាននិយាយទៀតថា
ខ្លួនហ្នឹងគឺមានអារម្មណ៍ថារំភើបខ្លាំងមែនតើដោយសារតែខ្លួនហ្នឹងបានជួបយូរវិញអញ្ចឹងណាធ្វើឲ្យយូហ្នឹងមានអារម្មណ៍ថារំជើបរំជួលបន្តិចដែរពេលហ្នឹងគឺខ្ញុំសូម respect សាយជីខ្លាំងមែនតើដោយសារតែសាយជីហ្នឹងក្រាស់យូរហើយដឹងថាក្រាស់ខ្លួនហ្នឹងគឺចាប់អារម្មណ៍ណាណាមីដែរនិយាយទៅគឺដឹងថាក្រាស់ខ្លួនហ្នឹង GL ដែរហើយសាយជីហ្នឹងគឺមានអារម្មណ៍ថារំភើបនឹងក្រាស់ខ្លួននៅពេលណាក្រាស់ខ្លួនហ្នឹងសប្បាយចិត្តនឹងអ្នកដទៃអញ្ចឹងអត់មានអារម្មណ៍ថារើសអើងឬក៏មានគំនុំគុំគួនជាមួយក្រាស់ខ្លួនឯងគឺអត់មានទេអ្នកគ្នាអ្នកដែលក្រាស់គេម្នាក់ឯងកុំភ្លេចការតាមច្រកសាយជីខ្លះផងអ្នកគ្នាសប្បាយចិត្តនឹងក្រាស់ខ្លួនឯងនៅពេលដែលក្រាស់ខ្លួនឯងមានស្នេហាអញ្ចឹងនៅពេលដែលដើរទៅថ្នាក់វិញហ្នឹងសាយជីហើយនឹងយូក៏បានដើរទៅថ្នាក់ជាមួយគ្នាហើយអ្នកទាំងពីរក៏បាននិយាយរឿងនឹងម្ដងទៀតនៅពេលហ្នឹងដែរសាយជីក៏បានសួរយូថាមានអារម្មណ៍មិនដែរហើយមានចម្លើយសម្រាប់គេនៅអញ្ចឹងណាយូក៏បាននិយាយតបទៅវិញថាខ្លួនហ្នឹងគឺមានអារម្មណ៍ថាខ្លួនចូលចិត្តណាណាមីដែរដោយសារតែគេហ្នឹងគឺល្អសម្រាប់ខ្លួនឯងអញ្ចឹងទៅសាយជីក៏គោរពតាមការសម្រេចចិត្តរបស់យូដែរហើយក៏ដើរចេញទៅបាត់ទៅនិយាយទៅសាយជីគឺគិតថារឿងស្នេហារបស់ខ្លួនហ្នឹងគឺប្រៀបដូចជារឿងកូនអញ្ចឹងដោយសារតែមានភាពសែតមានភាពកំ ប្លែងហើយមានភាពស្និទ្ធស្នាលជាមួយគ្នាទៀតហើយរឿងកុនហ្នឹងវារៀបនឹងចប់ទៅហើយក៏ប៉ុន្តែនៅតែមានភាគថ្មីបន្តទៀតហើយភាគថ្មីនឹងដែរគឺជាឈុតដែលយូហើយនឹងណាណាមីកំពុងតែនៅជាមួយគ្នាចឹងមានន័យថាឈុតឆាកបន្ទាប់ហ្នឹងគឺឡើងមានស៊ីនរបស់សៃជីទៀតហើយក៏ប៉ុន្តែសៃជីនៅតែចង់មើលរឿងភាគហ្នឹងចឹងរឿងស្នេហ៍រីកដុះដាលរបស់យើងនៅភាគទី4ក៏ចប់ត្រឹមតែប៉ុណ្្នឹងដែរចាំតាមដានទស្សនានៅរឿងភាគទី5បន្តទៀតまつげ長いなសាច់រឿងនៃភាគទី5របស់យើងបន្តនៅពេលដែលយូកំពុងតែលក់សភៅឲ្យមិត្តភ័ក្តិរបស់គេហើយនៅក្នុងចំណោមមិត្តភ័ក្តិរបស់យូទាំងអស់ហ្នឹងក៏មានណាណាមីមកទិញសភៅដែរហើយសភៅដែលណាណាមីទិញហ្នឹងខ្ញុំអត់ដឹងថាសភៅអីទេណាគ្នាដែលធ្វើឲ្យយូហ្នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនហើយដល់ពេលនិយាយអំពីសភៅហ្នឹងទៅគឺធ្វើឲ្យយូអៀនហ្នឹងឯណាគ្នាប្រហែលរឿងហ្នឹងគឺរឿងបែបណាគ្នាគិតមើលខ្លួនឯងទៅឥឡូវយើងកាត់មកឈលនៅពេលដែលពួកគេកំពុងធ្វើការប្រជុំគ្នានៅឯកន្លែង Student Council វិញហើយរឿងដែលពួកគេនិយាយគ្នាហ្នឹងគឺជាការបង្កើតក្រុមហើយនឹងការហ្វឹកហាត់សមត្ថភាពដើម្បីចូលទៅប្រកួតនៅក្នុងកីឡាអីអញ្ចឹងណានិយាយទៅសាលាគេហ្នឹងគឺលោខ្លាំងមែនតើណាគ្នាគឺមានការបង្កើតក្រុមហើយការលេងកីឡាអញ្ចឹងណាហើយដើម្បីប្រកួតគ្នារករង្វាន់ទៀតហើយនៅថ្ងៃដែលគេហ្វឹកហាត់ធ្វើការហាត់កីឡាហ្នឹងក៏បានចូលមកដល់ហើយកន្លែងហ្នឹងកុំឆ្ងល់ថាហេតុអីបានយូហ្នឹងមើលទៅអត់សប្បាយចិត្តដោយសារតែយូហ្នឹងគឺអត់បកកែខាងរត់នឹងទេហើយពួកគេហ្នឹងគឺចូលប្រកួតនៅខាងរត់ម៉ារ៉ាតុងពេលដែលចេញលេងនឹងដែរអាការីហើយនឹងយូក៏បានមកមើលកូយូមីដោយសារតែឃើញកូយូមីមួយថ្ងៃហ្នឹងគឺដូចអត់អងុយខ្លាំងមែនតើហើយមូលហេតុដែលកូយូមីអត់អងុយហ្នឹងដោយសារតែកូយូមីដាច់យកទៅសេអត្ថបទឲ្យយូរបស់យើងកាលពីដើមភាគដំបូងហ្នឹងគឺខ្ញុំបានប្រាប់អ្នកគ្នាដែរថាកូយូមីហ្នឹងគឺបកកែខាងសរសេរអត្ថបទហើយយូហ្នឹងគឺអត់ដឹងអីទេអ្នកគ្នាអត់ដឹងថាកូយូមីហ្នឹងគឺធ្វើអត្ថបទឲ្យអីទេគ្រាន់តែថ្ងៃមុនយូហ្នឹងគឺលោថាខ្លួនគឺអត់ចេះសរសេរអត្ថបទអីហើយកូយូមីហ្នឹងក៏បានលួចទៅសេអត្ថបទឲ្យគ្រាន់តែសួរប្រធានសួរអីអញ្ចឹងណាហើយអត្ថបទហ្នឹងដែរគឺយើងត្រូវទៅយកឲ្យប្រធាន Student Council ដែលជាណាណាមីនឹងឯងប៉ុន្តែខ្ញុំក៏អត់ទាន់ដឹងដែរថាអត្ថបទហ្នឹងគឺយកធ្វើអីឥឡូវយើងចាំមើលវីដេអូហ្នឹងទាំងអស់គ្នាទៅហើយនៅពេលដែលចេញទៅផ្ទះហ្នឹងដែរអាការីហើយនឹងកូយូមីហ្នឹងក៏បានចេញទៅផ្ទះមុននៅពេលដែលយើងកំពុងដើរមកតែសសរហ្នឹងក៏បានឃើញសាយជីហើយក៏បានដើរមកនិយាយជាមួយសាយជីបានពីរបីម៉ាត់ដែរនៅពេលនិយាយបានពីរបីម៉ាត់ក្រោយមកហ្នឹងណាណាមីក៏បានមកដល់ហើយពីរអ្នកហ្នឹងក៏បានដើរទៅបន្តរៀនជាមួយគ្នាហើយបន្តរៀនហ្នឹងគឺបន្តរៀននៅកន្លែងបណ្ណាល័យដោយសារតែពួកគេគឺបានណាត់គ្នាទៅបន្តរៀននៅកន្លែងហ្នឹងនៅពេលដែលណាណាមីហើយនឹងយូបានមកបណ្ណាល័យរៀនជាមួយគ្នាហ្នឹងគឺយូហ្នឹងអត់ចេះអីសោះហ្មងណាគ្នាសូម្បីតែលំហាត់កណាត់ទូចតែក៏យូអត់ចេះដែរហើយខ្ញុំទៅចាប់អារម្មណ៍ថាលំហាត់កណាត់ហ្នឹងគឺដូចខ្មែរទៀតហើយនិយាយទៅជប៉ុនដូចខ្មែរណាគ្នាលំហាត់ទាំងអស់បើសិនយើងមកកលែកមើលណាណាមីវិញគឺថាសិស្សបកែខ្លាំងមែនតើសូម្បីតែលំហាត់អីក៏គេដោះចេញដែរដោយសារតែយូរបស់យើងហ្នឹងគឺអត់ចេះដោះស្រាយលំហាត់ទៅធ្វើឲ្យណាណាមីហ្នឹងមកអង្គុយជិតយូដើម្បីងាយស្រួលក្នុងការដោះស្រាយលំហាត់ជាមួយគ្នាអញ្ចឹងទៅនៅពេលដែលអ្នកទាំងពីររៀនចប់ហ្នឹងណាណាមីហើយនឹងយូក៏បានដើរមកផ្ទះជាមួយគ្នាទៀតហើយកន្លែងស្នេហ៍គេហ្នឹងគឺនៅកន្លែងរថភ្លើងហ្នឹងឯងដើររៀងឆ្ងាយគ្រាន់បើមកក៏ដល់កន្លែងបំបីផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនហើយអ្នកទាំងពីរហ្នឹងគឺថាអត់អស់ឡាយសោះអ្នកគ្នានៅពេលហ្នឹងដែរយូក៏បានមើលណាណាមីពីក្រោយខ្នងដោយគិតក្នុងចិត្តថាគេហ្នឹងគឺពិតជាល្អខ្លាំងមែនតើដោយសារតែណាណាមីហ្នឹងគឺជាសិប្បការហើយ perfect ទាំងអស់ហ្មងសូម្បីតែសម្រស់ក៏បាននិយាយទៅកូនហ្នឹងគឺលុយមកចាប់យកបណ្ដោយអញ្ចឹងអ្នកគ្នាខ្ញុំមានបានប្រាប់អ្នកគ្នានៅថាពីរអ្នកហ្នឹងសង្សារគ្នាឥឡូវអាហារបានប្រាប់ឯងមើលទៅឥឡូវអ្នកគ្នាដឹងយកហ្មងទៅឥឡូវហ្នឹងគឺពីរអ្នកហ្នឹងគឺខ្លាចជាសង្សារគ្នាអ្នកគ្នាពីអ្នកនឹងអាសាដេតគ្នានៅកន្លែងបណ្ណាល័យដើម្បីធ្វើលំហាត់ចូលគ្នាអត់ណាគ្នានឹងពីអ្នកនឹងដេតគ្នាតា
ហើយសកម្មភាពពីរនាក់នឹងមកដេកជាមួយគ្នារាល់ថ្ងៃនៅបណ្ណាល័យហ្នឹងក៏បន្តពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃមួយគឺមកម្ដងទេគឺຕົកពេញអស់ហើយអ្នកគ្នាហើយដោយសារតែយូហ្នឹងឃើញណាណាមីហ្នឹងរៀងសែនតិចដែរដោយសារតែអត់បានមករៀនជាមួយគ្នាទើបធ្វើឲ្យយូហ្នឹងគឺបបួលណាណាមីទៅផ្ទះខ្លួនដើម្បីរៀនជុំគ្នាហ្មងទៅហើយពេលហ្នឹងណាណាមីអៀនខ្លាំងមែនតើអ្នកគ្នាដោយសារទៅផ្ទះកូនកំមុំគេនៅពេលដែលមកដល់ផ្ទះគេហើយហ្នឹងក៏និយាយមួយម៉ាក់គេអីបន្តិចដែរហើយក៏សរសើរម៉ាក់គេថាម៉ាក់គេហ្នឹងគឺក្មេងអីចឹងណាបន្ទាប់ពីដើរផុតពីម៉ាក់គេហើយហ្នឹងក៏ចូលទៅជួបបងថ្លៃហើយនឹងបងស្រីរបស់យូហើយបងស្រីរបស់យូហ្នឹងបានទៅសារណាណាមីថាណាណាមីហ្នឹងគឺស្អាតខ្លាំងមែនតើហើយសូម្បីតែបងថ្លៃរបស់យូហ្នឹងក៏ទៅសារណាណាមីថាណាណាមីស្អាតដែរនៅពេលដែលណាណាមីបានចូលមកដល់ក្នុងបន្ទប់យូអញ្ចឹងទៅក៏មានអារម្មណ៍ថាសប្បាយចិត្តដែរដោយសារតែក្នុងបន្ទប់គេដូចក្នុងបន្ទប់ក្រាស់យើងអញ្ចឹងណានិយាយទៅបានចូលក៏យើងបានទស្សនាខាក្រាស់យើងហ្នឹងគឺមានចរិតមិនដែរណាគ្នាបន្ទាប់ពីយូមកវិញហ្នឹងក៏បានញ៉ាំនំជុំគ្នាហើយញ៉ាំនំហ្នឹងគឺនំខារ៉ាមែលណាគ្នាមិនមែននំអីទេណានៅពេលដែលអង្គុយញ៉ាំនំសុកៗហ្នឹងយូក៏បានចាប់អារម្មណ៍ថាណាណាមីនឹងអៀនខ្លាំងម៉ែហេតុអីបានអៀនអញ្ចឹងណាណាមីក៏បាននិយាយទៅថាខ្លួនអត់មានអៀនណាគេទេតែណាណាមីនឹងកំពុងអៀនយូសោះហ្នឹងណាហើយនៅពេលដែលរៀនរួចអស់ហ្នឹងអ្នកទាំងពីរក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនវិញនៅពេលដែលណាណាមីដើរមកផ្ទះវិញហ្នឹងក៏បានជួបប្រទះជាមួយនឹងបងស្រីហើយនឹងបងថ្លៃរបស់យូហើយក៏បានសួរណែនាំគ្នាអំពីយូតិចទៅហើយនៅពេលហ្នឹងដែរបងស្រីរបស់យូហ្នឹងក៏បាន add WeChat ជាមួយនឹងនៅពេលហ្នឹងដែរបងស្រីយូក៏បាន add WeChat ជាមួយនឹងណាណាមីដោយសារតែចង់ដឹងពីស្ថានភាពណាណាមីរាល់ថ្ងៃគឺចង់តាមដានគេអញ្ចឹងណាគ្នាហើយនៅពេលយប់ឡើងនឹងដែរបងស្រីរបស់យូក៏បានផ្ញើរូបមួយមកកាន់ណាណាមីហើយរូបហ្នឹងគឺជារូបដែលយូកំពុងតែដេកហើយធ្វើឲ្យណាណាមីនឹងអៀនទៀតហើយអ្នកគ្នានិយាយទៅកូននឹងគឺអៀនទៅហើយបណ្ដោយសាច់រឿងនៃភាគទី5របស់យើងក៏ចាប់ត្រឹមតែប៉ុណ្្នឹងដែរអ្នកគ្នាមុននឹងចប់វីដេអូខ្ញុំសូមអរគុណទៅដល់បងចន្ទថាដែលបាន donate ជាលុយមកកាន់ខ្ញុំអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតអ្នកគ្នា